សូមជូនរឿងចៅផ្កាប់ត្រឡោកកាលពីព្រាយនាយមានសិទ្ធិប្តីប្រពន្ធមានកូនក្រមុំមួយនាក់រូបឆោមល្អណាស់ពួកកំឡោះជាច្រើនស្ម័គ្រចិត្តស្រឡាញ់បានប្រាប់មាតាបិតាឲ្យចូលទៅដណ្ដឹងកូនក្រមុំមហាសិទ្ធិនោះមហាសិទ្ធិនោះក៏ព្រមឲ្យឥតប្រកែកតែមានធ្វើខសន្យាថាបើកំឡោះឈ្មោះណាចង់បានត្រូវសង់ផ្ទះ5ល្វែងតែមួយថ្ងៃឲ្យហើយបើធ្វើមិនបានសិទ្ធិនោះផ្ដាច់មិនឲ្យកូនក្រមុំទេកំឡោះដតីប៉ុន្មានខូចខាតចំនួនជាច្រើនអ្នកដោយធ្វើផ្ទះមួយថ្ងៃមិនហើយសិទ្ធិក៏ផ្ដាច់មិនឲ្យកូនក្រមុំខណៈនោះមានកំឡោះម្នាក់ជាអ្នកមានគំនិតមានឧបាយកលប្រាជ្ញាឈ្មោះថាចៅផ្កាប់ត្រឡោកជាកូនអ្នកមានក្រនបើបានសុំប្រាក់មេដាបិតាយកទៅទិញឈើលបធ្វើផ្ទះប្រុងប្រៀបគ្រប់ប្រដាប់ជាស្រេចរួចកោសរុះខាត់ត្រឡោកមួយយ៉ាងស្អាតហើយប្រាប់មេដាបិតាឲ្យទៅដណ្ដឹងកូនក្រមុំមហាសិទ្ធិនោះមេដាបិតាក៏ទិញផ្លែឈើមើមឈើបានច្រើនតុកហើយពឹងញាតិសន្តានឲ្យជួយកាន់ចំនួននោះទៅដល់ផ្ទះមហាសិទ្ធិលើកដៃជម្រាបថាខ្ញុំបាទនាងខ្ញុំមកសូមដណ្ដឹងកូនក្រមុំលោកផ្សំផ្គុំកូនប្រុសកំឡោះខ្ញុំបាទនាងខ្ញុំទោះបីខុសត្រូវសូមលោកមហាសិទ្ធិអភ័យទោសសូមឲ្យបានជាសាច់ញាតិសន្តានស្ពានមេត្រីរៀងទៅសិទ្ធិទាំងប្តីប្រពន្ធស្ដាប់ហើយឆ្លើយថាយើងឥតប្រកែកថាអ្វីទេអ្នកតែថាថ្ងៃស្អែកនេះអ្នកធ្វើផ្ទះ5ល្វែងឲ្យហើយស្រេចទើបបើធ្វើមិនបានហើយយើងនឹងផ្ដាច់មិនឲ្យកូនក្រមុំទេមេដាបិតាចៅផ្កាប់ត្រឡោកឮហើយជម្រាបថាបើកូនខ្ញុំធ្វើផ្ទះថ្ងៃស្អែកនេះមិនហើយស្រេចទេសូមលោកសិទ្ធិផ្ដាច់កូនក្រមុំលោកចោះចំនួនប៉ុន្មានតុកនេះខ្ញុំបាទនាងខ្ញុំក៏សុខចិត្តជូនលោកទាំងអស់ឥតគិតយកថ្លៃពីលោកឡើយហើយជូនចំនួនទាំងអស់ទៅសិទ្ធិក៏ឲ្យខ្ញុំកំដរលើកទៅផ្ទេរទុកពេញមួយល្វែងផ្ទះហើយយកសម្បកតុកថាមកឲ្យវិញមេដាបិតាចៅផ្កាប់ត្រឡោកទទួលតុកថាគ្រប់ចំនួនហើយក៏សំពះលាមហាសិទ្ធិនាំគ្នាត្រឡប់ទៅផ្ទះវិញក្រោយនោះមហាសិទ្ធិនិងភរិយានាំគ្នាទៅមើលចំនួននៅលើផ្ទះឃើញសុទ្ធតែផ្លែឈើមានតម្លៃប្លែកៗពីប្រទេសឆ្ងាយខ្លះនៅស្រុកឯខ្លះសេដ្ឋីក៏ញញឹមញាក់មុខដាក់ប្រពន្ធថាចំនួននេះយើងមុខជាបានស៊ីទៅទេហើយចំណែកមេដាបិតាចៅផ្កាប់ត្រឡោកទៅដល់ផ្ទះក៏និយាយប្រាប់កូនថាសេដ្ឋីព្រមឲ្យហើយតែគេថាឲ្យកូនធ្វើផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយស្រេចចៅផ្កាប់ត្រឡោកឮមេដាបិតានិយាយប្រាប់ដូច្នោះមានចិត្តត្រេកអរណាស់ជំរាបមេដាបិតាថាលោកម៉ែលោកពុកកុំព្រួយបារម្ភមុខជាបានដូចគំនិតដែលកូនគិតទុកពីថ្ងៃមុនហើយចៅផ្កាប់ត្រឡោកក៏ទៅនិយាយពឹងបងប្អូនអ្នកចេះការជាងផ្ទះបានគ្នាច្រើនឲ្យគេជួយសង់ផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយបងប្អូនគេជួយទាំងអស់គ្នាហើយចៅផ្កាប់ត្រឡោកត្រឡប់មកផ្ទះស្លៀកពាក់តែងខ្លួនស្អាតបាតពឹងកំឡោះផងគ្នាឲ្យជូនទៅផ្ទះសិទ្ធិនោះលុះឡើងទៅដល់លើផ្ទះសិទ្ធិសួរថាចៅឯងមកមានការអ្វីចៅផ្កាប់ត្រឡោកលុតជង្គង់ប្រណម្យជម្រាបថាម៉ែឪពុកខ្ញុំបាទប្រើខ្ញុំបាទជាកូនឲ្យមកក្រាបប្រណិប័តលោកឪពុកអ្នកម្ដាយសូមទានប្រាប់ទីកន្លែងត្រង់ណាឲ្យទានខ្ញុំបាទនឹងសង់ផ្ទះខ្ញុំបាទនឹងអាលទៅចាត់ការធ្វើក្រែងមិនហើយជូនលោកឪពុកអ្នកម្ដាយក្នុងវេលាថ្ងៃស្អែកនេះសេដ្ឋីទាំងប្តីប្រពន្ធគុណមើលរូបរឹកពៀចៅផ្កាប់ត្រឡោកនឹកសរសើរក្នុងចិត្តថាកូនប្រសាអញគ្រាន់បើដែរតែមុខជាខូចខាតចំនួនដូចអ្នកមុនទៀតហើយសេដ្ឋីប្រាប់ទីកន្លែងដែលសង់នៅខាងជើងឆ្ងាយពីផ្ទះធំចំនួន5ព្យាមចៅផ្កាប់ត្រឡោកបានឮសេដ្ឋីប្រាប់ហើយក៏ក្រាបសំពះលានាំគ្នាត្រឡប់ទៅផ្ទះវិញលុះទៅដល់ប្រមូលបងប្អូនជួបជុំយកគ្រឿងផ្ទះដែលធ្ងន់ផ្ទុករទេះស្រាច់ពីយប់របស់ណាល្មមលីសែង
ក៏ចាត់ចែងគូផ្គងដាក់មុខគ្នាស្រេចលុះព្រឹកឡើងខ្លះដឹកនឹងរទេះខ្លះលីសែងទៅដល់ផ្ទះសេដ្ឋីខ្លះកាប់ដីខ្លះជីករណ្ដៅសសរតាមຂ្នាតទំហំផ្ទះ5ល្វែងខំធ្វើស្រស់គ្នាមិនឈប់តែពេលបរិភោគបាយរួចនាំគ្នាធ្វើទៀតទាល់តែហើយស្រែកក្នុងវេលាថ្ងៃនោះរួចចៅផ្កាប់ត្រឡោកឡើងទៅលុតជង្គង់សំពះជូនផ្ទះមហាសេដ្ឋីជាមេដាបិតាក្មេកហើយនាំគ្នាត្រឡប់ទៅផ្ទះវិញលុះដល់ថ្ងៃខែបានរឹកល្អមេដាបិតាទាំងពីរខាងក៏រៀបវិវាហោមមង្គលការកូនរួចស្រេចឯចៅផ្កាប់ត្រឡោកលាក់តែត្រឡោកនោះមិនឲ្យនរណាឃើញសោះដល់ពេលយប់រៀបសំដំណេករួចហើយក៏ដេកក្នុងផ្ទះជាមួយគ្នាចៅផ្កាប់ត្រឡោកយកត្រឡោកនោះទៅផ្កាប់គ្របពីលើស្វះរួចស្លៀកសំពត់ចងក្បិនប្រយ័ត្នមិនឲ្យត្រឡោកធ្លាក់បានហើយដេកឃ្លាតពីភរិយាធ្វើកិរិយាសំងំមិនបានពាល់ដល់ចុងដៃជើងភរិយានោះឡើយប្រើឧបាយយ៉ាងនេះអត់ធន់បាន3យប់ក្រោយទៀតនាងភរិយានោះរសាប់រសល់ខ្វល់ចិត្តគិតសង្ស័យថាប្តីអញនេះដេកជាមួយគ្នាយូរយប់ហើយគាត់ធ្វើប្រងើយចន្ទើយហាក់ដូចជាគ្មានត្រូវការនឹងអញសោះជាគាត់ខ្ទើយខ្សែលឹងគិតក្នុងចិត្តដូច្នោះហើយក៏ចង់ដឹងប្រថុយលោបលូកស្ទាបមើលឲ្យច្បាស់ចៅផ្កាប់ត្រឡោកដេកពំលក់ទេតែធ្វើជាស្រមុកខុលនាងប្រពន្ធនោះលូកដៃស្ទាបត្រង់ស្វះនោះពៀនទៅលើត្រឡោកផ្កាប់រលីងស្រិលដកដៃមកវិញគិតថាប្តីអញនេះនឹងថាទៅខ្សែលឹងក៏មិនមែនសណ្ដានហាក់បីដូចជាភេទស្រីតែពោះគ្មានប្រឡាយមុខគួរឲ្យឆ្ងល់ណាស់លុះព្រឹកឡើងខ្សឹបប្រាប់ម្ដាយតាមដំណើរដែលលោបស្ទាបប្តីសពគ្រប់ម្ដាយឮហើយដកដង្ហើមធំថាអោកូនអញអើយបានប្តីអ្វីក៏មិនដូចបុរសទាំងពួងហើយនឹកបន្ទោសកូនប្រសាប្រុសនោះថាបើវាគ្មានប្រដាប់ដូចប្រុសទាំងពួងទេហេតុបណ្ឌិតក៏ស្រឡាញ់កូនអញម្លេះគិតហើយប្រាប់សេដ្ឋីថាជាប្តីតាមដំណើរកូនស្រីប្រាប់សពគ្រប់សេដ្ឋីស្ដាប់ហើយគិតថាបើអញនិយាយខ្លាំងខ្មាស់អ្នកចិត្តខាងហើយនិយាយខ្សឹបខ្សៀវតែពីអ្នកប្តីប្រពន្ធថាកូនប្រសាយើងនេះវាក្រាន់បើដែរណាស់ហើយគេអើយអាណិតវាឲ្យប្រាក់ផុសភាបណ្ដាការនិងថ្លៃផ្ទះ 1500 ណែនទៅវាហើយប្រាប់វាឲ្យទៅម៉ែឪវាវិញចុះគិតព្រមគ្នាហើយហៅកូនប្រសាថាជីឯងមកនេះចៅផ្កាំត្រឡោកឮសេដ្ឋីឪពុកម្ដាយក្មេកហៅខ្លួនហើយក៏ទៅអង្គុយចិត្តសំពះសេដ្ឋីប្រាប់ថាឯងហាក់ដូចជាមិនស្រឡាញ់កូនអញសោះណាស់ហើយចុះអញឲ្យប្រាក់ 1500 ណែនឯងយកទៅផ្ទះម្ដាយឪពុកឯងវិញចុះរួចក៏រៀបប្រាក់ប្រគល់ឲ្យគ្រប់ចំនួនចៅផ្កាប់ត្រឡោកទទួលយកប្រាក់ហើយជម្រាបថាលោកឪពុកខ្ញុំបាទសុំហឹបធំមួយដាក់ប្រាក់យកទៅឲ្យដល់ផ្ទះខ្ញុំបាទផងសេដ្ឋីក៏ឲ្យហឹបដាក់ប្រាក់ចាត់បាវព្រាវឲ្យសែងតាមចៅផ្កាប់ត្រឡោកទៅដល់ផ្ទះហើយជូនប្រាក់ 1500 ណែនទៅមេដាបិតាជម្រាបរឿងសពប្រាប់ក៏ត្រឡប់មកផ្ទះសេដ្ឋីវិញលុះដល់ហើយចៅផ្កាប់ត្រឡោកធ្វើរឹកកិរិយាសញ្ជប់សញ្ជឹងហាក់ដូចជារលឹកអាល័យសេដ្ឋីនិងភរិយានោះពន់ពេកសេដ្ឋីឃើញហើយសួរថាឯងអញឲ្យប្រាក់ទៅនៅផ្ទះម៉ែឪឯងវិញហើយហេតុដូចម្ដេចក៏មិនទៅចៅផ្កាប់ត្រឡោកឆ្លើយជម្រាបសេដ្ឋីថាខ្ញុំបាទរលឹកអាល័យលោកម៉ែលោកឪពុកនិងនាងជាភរិយាខ្លាំងណាស់សូមនៅទទួលទានដំណេកតែមួយយប់នេះទៀតព្រឹកឡើងខ្ញុំបាទសូមប្រណិប័តលាទៅផ្ទះវិញសេដ្ឋីប្តីប្រពន្ធនិយាយគ្នាថាយើងឲ្យវាដេកមួយយប់ទៀតចុះវាមិនទាន់ជាអ្វីទេដូចជាដេកជាមួយនឹងប្រុសផងគ្នាលុះពេលយប់បរិភោគបាយរួចចៅផ្កាប់ត្រឡោកក៏ចូលទៅដេកជាមួយនឹងភរិយាត្រឡោកនៅផ្កាប់ដដែលដល់យប់ចៅនាងភរិយាគិតថាយប់ស្អែកនេះប្តីអញទៅផ្ទះគាត់វិញហើយអញចង់ស្ទាបសង្កេតឲ្យច្បាស់ឯចៅផ្កាប់ត្រឡោកដេកផ្ងាដេកពំលក់ព្រោះកើតតម្រេះខ្លាំងដូចជាគេទូលត្រឡោក
នាងភរិយានោះលោកដៃទៅប៉ះត្រឡោកធ្លាក់ឮសូរតែខ្វោះចៅផ្កាប់ត្រឡោកងាកផាំងចូលទៅរួមរស់នឹងនាងភរិយានោះដោយកម្លាំងដ៏ខ្លាំងក្លាលុះព្រឹកឡើងនាងនោះនិយាយជំរាបម្ដាយម៉ែអើយបើប្តីខ្ញុំលាទៅផ្ទះវិញសូមម៉ែអាណិតកូនខាត់កុំឲ្យគាត់ទៅមេដាសង្ស័យណាស់សួរកូននិយាយខ្សឹបជំរាបមេដាថាម៉ែប្តីខ្ញុំគាត់មានប្រដាប់ដូចប្រុសទាំងពួងមិនមែនជាខ្ទួយទេម្ដាយដឹងចិត្តកូនក៏ខ្សឹបជំរាបសិទ្ធិជាប្តីដោយស្ងាត់ថាកូនយើងទាំងពីរវាត្រូវចិត្តវាហើយសេដ្ឋីឮភរិយានិយាយប្រាប់រឿងកូនសពគ្រប់ក៏តបថាកាលមុនឯងនិយាយប្រាប់អញក៏ជឿថាពិតមែនអញបានសងថ្លៃផុសភាបណ្ដាការនិងថ្លៃផ្ទះ 1500 ណែនឲ្យទៅវាឥឡូវថាកូនប្រសាយើងមានប្រដាប់ដូចបុរសទាំងពួងហើយចុះគេអើយបើត្រូវចិត្តគ្នាវាហើយប្រាក់ដែលយើងឲ្យកូនប្រសានោះដូចជាឲ្យទៅកូនយើងទេប្តីប្រពន្ធវាមានក្រជាមួយគ្នាចុះហើយសិទ្ធិក៏ស្ងៀមស្ងាត់រាប់អានជាកូនតរៀងទៅលុះដល់សិទ្ធិប្តីប្រពន្ធនិងភរិយាចាស់ជរាទទួលមរណភាពទៅវេលាណាស្ដេចក្នុងព្រះនគរនោះទ្រង់ព្រះមេត្តាប្រោសតាំងចៅផ្កាប់ត្រឡោកនិងភរិយាឲ្យធ្វើជាសិទ្ធិតាំងបិតាលុះអស់ជីវិត